បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទបងប្អូនស្គាល់ដើមដែលនៅខាងមុខខ្ញុំនេះអត់បាទដើមនេះគឺវាចូលចិត្តដោះបាទនៅតាមស្រុកស្រែចម្ការយើងបាទជាពិសេសនៅតាមបាទព្រៃបាទនៅតាមព្រៃឬក៏ក្បែរភូមិយើងគឺបាទមានបាទសម្បូរដែរបាទស្លឹកវាល្អិតបាទដូចប្រហាក់ប្រហែលនឹងដើមខ្វិតបាទអញ្ចឹងដើមប្រភេទនេះបាទគឺមានឈ្មោះថាបាទដើមក្រសាំងបាទបងប្អូនដើមក្រសាំងបាទបងប្អូននៅតាមទីក្រុងបាទប្រហែលជាច្រឡំថាដើមខ្វិតដែរនេះបាទជាក់ស្ដែងគឺដើមក្រសាំងបាទហើយដើមក្រសាំងនេះបាទតាំងពីថ្ងៃដាំមកបាទគឺវាមានអាយុបាទ3ឆ្នាំហើយបងប្អូនបាទគឺមានអាយុ3ឆ្នាំហើយបាទហើយវាបាទលូតលាស់ល្អណាស់បងប្អូនបាទលូតលាស់ល្អបាទហើយវានឹងអាចបាទផ្ដល់ផ្លែផ្កាបាទប្រហែលជា2ឆ្នាំទៀតបាទប្រហែលជា2ឆ្នាំទៀតហើយអាចផ្លែហើយបាទពីព្រោះវាបាទចាញ់លំពងប៉ុណ្ណេះហើយគឺវាបាទគឺវាស្ទុះលឿនណាស់បាទនេះបាទគេហៅថាលំពងណាបងប្អូននេះអាដើមមួយធ្លាស់ទៅលើចឹងគេហៅថាលំពងនោះបាទឲ្យតែឃើញលំពងចេះហើយបាទគឺបាទវាលូតទៅលើលឿនណាស់បាទអញ្ចឹង2ឆ្នាំទៀតបាទអាចផ្លែដើមក្រសាំងនេះបាទសុខភាពវាល្អណាស់បងប្អូនអត់បាច់ដាក់ជីដាក់អីទេបាទគឺវាប្រភេទដើមបាទដុះតាមព្រៃបាទដល់ឲ្យយើងគឿសវាមកដាំក្នុងបាទចំការចេះទៅគឺបាទវាល្អមែនទេបងប្អូនបាទត្រួយវាឡើងកំភុកបាទក្រសាំងគឺជាបាទប្រភេទផ្លែរុក្ខជាតិបាទសម្រាប់យើងធ្វើម្ជូរបាទឆ្ងាញ់ណាស់បងប្អូនអើយបាទបុកម្ជូរក្រសាំងបាទលាយជាមួយម្អមបាទលាយជាមួយប្រហុកបាទគឺឆ្ងាញ់មែនទែនបាទនៅតាមស្រុកស្រែបាទបើមានត្រីអាំងបាទឬក៏សាច់អាំងបាទសាច់មិនសាច់ទាបាទយើងអាំងរួចយើងបុកម្ជូរប្រហុកលាយក្រសាំងបាទចលក់បាទគឺថាជាតិម៉ែអាជាតិយ៉ាអាជាតិតាអាជាតិហើយបាទចាំមើលតើវាផ្លែបងប្អូនបាទដល់ពេលវាផ្លែយើងមិនបាច់លើងបេះទេនេះអាស្លឹកទៀបចឹងណាបាទគឺវាផ្លែល្អណាស់ផ្លែក្រសាំងបាទវាផ្លែមូលបាទផ្លែដូចផ្លែក្រូចបាទបើមើលពីឆ្ងាយគឺច្រឡំនឹងផ្លែក្រូចបាទដើមក្រសាំងបាទបន្តិចទៀតខ្ញុំនាំបងប្អូនទៅមើលដើមខ្វិតម្ដងបងប្អូនបាទដើមខ្វិតបាទបន្តិចទៀតខ្ញុំនាំទៅមើលឥឡូវយើងមើលដើមក្រសាំងសិនតើស្លឹកវាយ៉ាងម៉េចបន្លាវាយ៉ាងម៉េចបាទនេះក្រសាំងគឺបាទស្លឹកវាបាទកំប៉ោះល្អិតបាទហើយមានបន្លាស្រួចបាទមានបន្លាស្រួចតាមមេឃនីមួយគឺសុទ្ធតែមានបន្លាបាទឥឡូវយើងទៅមើលដើមខ្វិតម្ដងបងប្អូនបាទតើវាខុសគ្នាឬក៏វាដូចគ្នាយ៉ាងណាតោះទៅមើលដើមខ្វិតបាទខ្ញុំអត់ដាំឆ្ងាយគ្នាទេបាទខ្វិតនិងក្រសាំងគឺខ្ញុំដាំចិត្តគ្នាបាទហើយអាយុកាលវាគឺដាំដំណាលគ្នាបាទនេះបងប្អូនមើលដើមខ្វិតបាទដើមខ្វិតនេះស្លឹកវាបងប្អូនស្លឹកវាដូចស្លឹកក្រសាំងប៉ុន្តែវារាងធំជាងបន្តិចបាទធំជាងបន្តិចទេហើយបន្លាវាគឺអត់សូវមានទេអត់សូវមានដូចក្រសាំងទេក្រសាំងបន្លាច្រើនណាស់បាទយើងមើលដើមខ្វិតគេអត់សូវមានបន្លាទេនេះបន្លាវាមួយទេបន្លាវាមួយបាទហើយបាទស្លឹកវាគឺបាទសัตว์ស៊ីបងប្អូនបាទសัตว์ចូលចិត្តស៊ីស្លឹកខ្វិតបាទស្លឹកក្រសាំងអត់ស៊ីទេបាទអត់មានសัตว์អីទេមានតែសัตว์ដង្កូវណាបាទនេះលង្រិចអស់បាទប៉ុន្តែអត់អីទេប៉ុណ្ណេះយើងបាញ់តែថ្នាំទៅបាទដង្កូវស្លាប់ទៅខ្វិតលើសមកវិញហើយបាទអញ្ចឹងដើមខ្វិតនិងដើមក្រសាំងតើវាដូចគ្នាអត់បងប្អូនបាទប្រហាក់ប្រហែលគ្នាអត់បាទបើតាមខ្ញុំគិតគឺបាទប្រហាក់ប្រហែលគ្នាបាទវាទើសតែខ្វិតស្លឹកធំហើយបន្លាវាមិនសូវមានដូចក្រសាំង
nè bật la quẹt sợi thom hỏi bật la với ọt sầu miền tê bờ cái sang vĩnh cứ sợi lết bật lá nhự hơi đâm đầm na kia về lút lửa on chiêng cái sang lút lửa on chiêng cái sáng nó cái sangเราdựng từ mười cái sang mà đong tiền đong phun dựng đam chít kia play cái sáng dương vô thưa một chu bán chấm này play quét cứ dương vô hộp vô hộp thưa chia vô hộp cho môi bảo họ chỉ trăm đạm mà tê hal mố cứ dương hộp quét dương hộp viên nó bị chay dương chết hộp cho môi bảo họ trao đó tung cái dương hộp ban đây tung một phần là tung vì khi mình sâu cho chặt hộp tới tung việc bị pro nó là việc tung nó là quét tung mà khang krong việc cứ việc cọ mưa ổn mau nệ cọ hiện hộp thì chẳng chứ đợt sang lâu dương mà mưa nè điệp thiệp mấy quét sợi thom chiên cái sáng ở sau miền bật là bật tay cái sáng cứ miền bật là nhự này bật là cho nó ôn chô lọt cho tên chô lông tầm mút đây này lợi biết lệ bật là cho đâm ăn tầm đơm đấy cứ hộp mà giờ đây không play cho nó nè nó là việc play mà đong play trong bạ mê chắc video này mình là bên đây thấy bóng